នេះគ្រាប់ភ្នែកហ្នឹងហើយគាត់ថាភ្នែកអេលៀនផងប៉ុណ្ណេះស្អីអេលៀនក៏មិនតូចដែរស្អីហ្នឹងមិនមែនរឿងស្អីទេគឺត្បាល់បែអេលៀនពីព្រោះអេលៀនថ្ងៃនេះគាត់មកលក់បុកល្ហុងអញ្ចឹងគឺចង់បញ្ជាក់ថាត្បាល់អញ្ចឹងកុំឲ្យកូននេះយល់ច្រឡំថ្ងៃនេះម៉ែតបតែងធ្វើជាអេលៀនមកលក់បុកល្ហុងគឺអេលៀន2025គាត់ទៅផាត់មុខ3ម៉ោងអូម៉ាថាយើងងើបលក់ម៉ោង3ល្ងាចអញ្ចឹងយើងត្រូវផាត់មុខតាមម៉ោង2:11ទៅហ្នឹងហើយកូនណាងើបម៉ោង3ផាត់ដល់ម៉ោង6:07 8ប្រហែលមកលក់សួរបងចាសួស្ដីកូនសម្លាញ់ខ្ញុំចង់ឃើញមុខប៉ិតដល់នេះមុខប៉ិតកូនហ៎មុខប៉ិតតលុបលៀងអស់ហើយទៅផ្ទះបានឃើញដូចណាគេដែរដូចទូកូរ៉េអីអូបើមុខប៉ិតបើម៉ែគិតមើលដូចម៉ែអេលៀនហ្នឹងហើយកូនហ្នឹងហើយតែឃើញម៉ែចំណាយផាត់មុខមកលក់អញ្ចឹងប្រហែលម៉ោងអើកូនសម្លាញ់3ម៉ោងអូ3ម៉ោងផាត់មុខគ្រាន់តែផាត់មុខ3ម៉ោងអូម៉ាថាយើងងើបលក់ម៉ោង3ល្ងាចអញ្ចឹងយើងត្រូវផាត់មុខតាមម៉ោង2:11ទៅហ្នឹងហើយកូនណាងើបម៉ោង3ផាត់ដល់ម៉ោង6:07 8ប្រហែលមកលក់ម៉ោងយករមងអូយលក់មកទៅតំណមែនតើពុកម៉ែបងប្អូនអើយណែមានតាំពីក្តាមប្រៃមានតាំពីជើងមាន់ខ្ចងចាហើយមឹកផងក្តាមផងចាជើងមាន់ជើងទាងាវចាជាពិសេសចាគឺអនាម័យខ្ពស់មែនតើកន្លែងគាត់លក់ស្អាតណាបងអត់មកក្តាមកន្លែងម៉ានដែរបងកូនសម្លាញ់ចំពោះមកត្បាល់ញ៉ាំបាន3នាក់ឡើងមកលក់25,000ក្នុងនោះមានពោតមាននំបញ្ចុកមានទំពាំងហើយនឹងកូនដាក់អីដូចជាប៉ាត់តេឬក៏ងាវអីបានមកមុខត្បាល់25,000ចាកូនមិនមែនមកត្បាល់7 10គ្នាទេគឺណាមកត្បាល់ចាមិនមែនទេ25,000យើងឯងហើយសុំងើបមើលសម្រស់តិចមើលរៀងដឹងតែស្អាតនេះសុំអេលៀននៅលាវហើយមានគ្រួសារចឹងនិយាយថាអេលៀននេះនៅពេលដែលនៅឋានអវកាសរបស់ម៉ែគឺថាគេហៅថាមានគ្រួសារតែដល់ពេលមកឋាននេះលោកគឺនៅលាវពីព្រួយរត់បានដោយសារម្នាក់ឃើញអេលៀនរត់អស់ហើយគាត់មិនទៅមើលដូចបងអូននោះអីអូនអត់ណៃមើលអេលៀនឃើញហ៎ណ៎ភ្នែកគាត់ទូចដល់ដែរទូភ្នែកគាត់មើលចុះបានមើលអេលៀនអត់ឃើញមើលភ្នែកអេលៀនធំណាអូពុកម៉ែបងណែនេះគ្រាប់ភ្នែកហ្នឹងហើយគាត់ថាភ្នែកអេលៀនធំប៉ុណ្ណេះរត់ស្អីពុកម៉ែបងប្អូនក្តាមឯងឡើងកហមអីហ្នឹងមិននិយាយអីនិយាយត្បាល់នេះមើលត្បាល់អេលៀនចាត្បាល់អេលៀនមើលឲ្យហើយហ្នឹងអត់ទេចង់បញ្ជាក់ប្រាប់កូនប្រុសថាមើលតែភ្នែកអេលៀនធំប៉ុណ្ណាអញ្ចឹងស្អីអេលៀនក៏មិនតូចដែរស្អីហ្នឹងមិនមែនរឿងស្អីទេគឺត្បាល់បែអេលៀនពីព្រោះអេលៀនថ្ងៃនេះគាត់មកលក់បុកល្ហុងអញ្ចឹងគឺចង់បញ្ជាក់ថាត្បាល់អញ្ចឹងកុំឲ្យកូននេះយល់ច្រឡំថាពុកម៉ែបងប្អូនឥឡូវខ្ញុំមកបែមើលមុខអៀនលៀនអីគេព្រោះដោយសារមើលអត់ច្បាស់ហ៎អូយបងអើយតំណងមែនតែននេះក្តាមស្រស់ណាបងណាចាកូននេះហើយក្តាមសេះហ្នឹងហើយមានក្តាមចាមានងាវឡើងស្រស់ចាសំខាន់ចាគ្រឿងសមុទ្រអីស្រស់ងាវហ្មងណាក្តាមអីក៏ស្រស់ដែរអូយច្រមុះស្រួតខ្លាំងណាស់នេះអេលៀនតាមតែអេឌីតហើយចាហើយឆែចង់សួរឆែអាខ្មៅហ្នឹងយកអីលាបទៅអូកូនហើយម៉ែយកជូរលាយជាមួយនឹងប្រេងឆាកូនលុកមកជ្រះទៅស្រួលយើងចាអត់ទេម៉ែអត់លុបទេបើថាស្អែកតែងទៅថាលក្ខណៈដូចយ៉ាក់ដូចអីហ្នឹងទុកចឹងទល់ភ្លឺស្អែកតែងទៀតអត់ខ្លាចខូចមុខទេតែរឿងមុខវិញបាញ់និយាយទៅកូនទៅខូចតិចទីអត់ទៅហើយចាអូយនិយាយត្រង់ចង់ឃើញសម្រស់ពិតមែនតើណាចាច្រមុះឡើងស្រួតរៀងឡើងឆ្វែសំខាន់ណាពោតដឹងហើយមុខម៉ែដូចពោតចឹងមុខដូចពោតចឹងហ៎ចាអូពុកម៉ែបងប្អូននោះតំណងមែនតើមើលខ្ចងឡើងស្រស់មែនតើណាមានតាំពីប្រហិតអានេះតាពាំងចាមកមុខវាំងបងប្អូនចាក់ភ្លក់បុកល្ហុងស្នាដៃចាអេលៀនចាអូយឈ្មោះសើអេលៀនកូនអាចស្រូមបានថ្ងៃនេះម៉ែតបតែងអេលៀនប៉ុន្តែហាសនីរបស់ម៉ែគឺម៉ែអ៊ូជាតិហៅអវតាបុកល្ហុងអូចាមើលពោតវិញឡើងដឹងតែផ្អែមហ្មងឆ្ងាញ់ជាចិត្តហ្មងអេលៀននេះកូនម៉ែហើយអេលៀនបើថានៅឋានរបស់ម៉ែគឺអត់តមានកូនទេហ្នឹងហើយគេឲ្យគ្រប់គ្រងឋានមកណោះមើលតែរូបក្រៅក៏ដឹងរៀងស្អាតហ្នឹងដល់ពេលនៅក្រៅរត់តែនៅលៀងទៀតហើយដោយសាររកអ្នកណាមួយចាប់អារម្មណ៍អត់បានពីគ្រួគេឃើញតែភ្នែកអេលៀនគេនាំមានរត់អស់ចាអូពុកម៉ែបងប្អូនអើយជួយមកទិញគាត់នៅមុខវាំងហ្នឹងមុខវាំងកម្មវិធីចាលេងឲ្យលត់អន្ទាក់ចាបងប្អូនពុកម៉ែចូលរួមសប្បាយមែនតើចាជាពិសេសចាមានលេងបោះកសែងទៀតចាហើយគេលេងច្រើនមែនតើដូចចូលឆ្នាំខ្មែរអញ្ចឹងឲ្យថ្ងៃសៅរ៍អាទិត្យបងប្អូនពុកម៉ែចាមកទស្សនាដើរលេងចានៅមុខវាំងហើយយើងស្រួលចតកន្លែងដាក់ម៉ូតូអីនៅក្រោយវាំងបានហើយយើងដើរមកគឺសប្បាយមែនតើចាគឺឲ្យមកជួយគ្រប់គ្រងបុកល្ហុងចាម្ចាស់ឈ្មោះអេលៀនចាបុកល្ហុងគាត់អូតំណងមែនតើចាឲ្យទួយគាត់ឆ្នៃស្អាតមែនតើចាអ៊ីថាការស្ដាយការឆ្នៃតបតែងមុខមាត់ដូចម៉ែហើយម៉ែស្ដាយការតបតែងលម្អដូចម៉ែចាសំខាន់ពុកម៉ែបងប្អូនគាត់គ្រាន់តែ make up មកលក់បុកល្ហុងហ្នឹងរបស់យើងគ្នានេះបងកូនចៅរបស់គ្នាបានធ្វើអ្វីដែលប្លែកតែអ្វីដែលសោកស្ដាយគឺយើងចូលមកលក់អត់បានទេដោយសារតែគេធ្វើដំណើរថ្មើរជើងគឺគេត្រូវការឲ្យយើងដើរថ្មើរជើងបើអាចលក់បានដាក់តុកនៅលើសួនតែចំណែកម៉ែដោយសារតែមានការតបតែងបែបប្លែកម៉ែចង់ឲ្យគេហៅថាកំណើនប្រជាពលរដ្ឋនិងកំណើនរបស់ឲ្យថាអ្នកទេសចរដូចជាមានជនបរទេសជាដើមដែលគាត់តែងតែមកទស្សនានៅលើដំណើរថ្មើរជើងនៅលើដងវិថីគេហៅថា Wall Street នៅមុខបរិយាកាសរបស់យើងនេះប៉ុន្តែដោយសារមកឲ្យសោកស្ដាយដែរខំតបតែងបែបនេះតែអត់បានលក់ដល់ឥឡូវយើងមកម៉ោងមិន10ហើយវាធ្វើឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគាត់ធ្វើដំណើរទៅផ្ទះរៀងខ្លួនហើយអញ្ចឹងហើយម៉ែទៅតែបានមកត្បាល់ទេអញ្ចឹងម៉ែមានតែសំណុំពរពុកម៉ែបងប្អូនកូនមួយទាំងអស់គ្នាបើចង់ទិញចង់ញ៉ាំគឺកូនទៅខាងផ្លូវខាងក្រោយណោះពីព្រោះអីម៉ែនៅណោះព្រោះអីម៉ែចូលលក់បានទេអញ្ចឹងបើកូនចង់ញ៉ាំឬចង់ថតរូបអូខេអាច
chơi nơi tặng trao nó mà ចាសំខាន់ម៉ែហងៃម៉ែលក់ជាប្រចាំលក់នៅណាវិញដែរ chỉ tu tới con máy chỉ đa lụa tê lại sao tao máy on miền tì tăng អត់មានទីតាំងច្បាស់ហ៎ tì tăng tê cái máy ចា chỉ đa lụa ចាម៉ែចង់ឲ្យម៉ែប្រកាសលេខទូរស័ព្ទតំណែងតំណងចាបុករហុងម៉ែរសជាតិឆ្ងាញ់ចាមកតបាគឺលក់មកតបាហ្មង 25,000 បើសិនជាញ៉ាំបានបប3 4នាក់ចាហើយគ្រឿងសមុទ្រចាគឺថ្មីស្រស់តែម្ដងចានេះខ្ញុំបានមកដល់ទីតាំងគាត់អីចាគឺស្រស់មែនតើដូចកុំម៉ែបងប្អូនបានឃើញជាក់ស្ដែងហើយចានិយាយទៅលហុងក៏ស្រស់ចាខ្យងជើងមាន់ចាគឺប្រហាត់ផងមានប្រហាត់ហើយមានក្តាមហើយក្តាមញ៉ាំក្រហមឆ្អិនតែម្ដងចាអូឡើងឈ្ងុយចាហើយមានងាវស្រស់តែម្ដងចាបងប្អូនពុកម៉ែអាតំណែងតំណងមកលេខចាម្ចាស់អេលៀន hao ao ta bọc cái hông con anh thọt ok con anh lọ thọt thì lấy đi đam mê cũng con ôn dương hay còn mai miếng sticker đi đá rồi sao ta bọc cái lấy tủ sao bao dương pe khoa con quạt ở đây ha ចាបងតែបងហងក្បាលញ៉ាំបាន3នាក់បងឆ្ងាញ់ហ្មងរសជាតិជូរអែមឆ្អែមហ្មងចាពុកម៉ែបងប្អូនលេខទូរស័ព្ទបងស្រីចា069 98 99 79អាតំណែងតំណងចាកំងបុករហងគាត់នៅកម្មវិធីផ្សេងបានជាពិសេសចាំមកតបាញ៉ាំរហូតដល់3 4នាក់ចាគឺមានគ្រឿងសមុទ្រស្រស់ហើយញ៉ាំតែម្ដងចាគឺចាសម្បីអ្នកលក់ក៏ចិត្តដែរនេះសម្បីខ្ញុំគ្រាន់ឃើញអ្នកលក់ខ្ញុំចូលសួរហ្មងចាបងសំខាន់អ្នកលក់ចាអូចំោះឡើងស្រួតដូចតួការ៉េ